ស្ទូលគ្រូខ្ញុំមកពីក្រុមទី5ថ្នាក់ E2 ហើយបច្ចេកបោកក្រុមរបស់ខ្ញុំធ្វើទៅលើ Windows Server on Cloud អញ្ចឹងដំបូងយើងត្រូវ login ចូល account យើងត្រូវ login ចូល account AWS សិនអញ្ចឹងនេះជា Windows Server ដែលក្រុមរបស់ខ្ញុំបានបង្កើតហើយដោយសារតែខ្ញុំបាន login វាចូលកន្លែងនេះហើយយើងដំបូងតាក់ទងនឹង domain តាក់ទងនឹង domain ក្រុមរបស់ខ្ញុំ domain របស់ក្រុមរបស់ខ្ញុំឈ្មោះ teamfight.com ហើយនេះជា structure របស់ domain របស់ខ្ញុំមានដំបូងមានដូចជា OU គ្រប់ file ហើយចូលទៅក្នុងហ្នឹងមាន user ហើយនឹងមាន group ហើយនៅក្នុង group មួយមាន member ដូចជាដូចដែលខ្ញុំបានបង្ហាញហ្នឹងហើយបន្តមកទៀតយើងចូលទៅ login ជា user ជា client ហើយនេះជា computer client របស់ពួកខ្ញុំហើយយើងដាក់ password មកគេយើងអញ្ចឹងយើងចូលជា client បានហើយយើងហើយខ្ញុំក៏បានចុញ domain ហើយអស់ហើយដែរអញ្ចឹងខ្ញុំអត់ធ្វើសារថ្មីទេដោយសារវារៀងយូរគ្រូអាចមើលកន្លែងហ្នឹងជា domain internet domain ពួកខ្ញុំ teamfight.com អញ្ចឹងបន្តមកទៀតចូលទៅដល់ DNS server អ
ចឹងបន្តទៅទៀតយើងធ្វើទៅលើDNS server ដំបូងយើងចូល tool ហើយយើងយក DNS console ដល់ពេលយើងចូលមកដល់ DNS signature នឹងហើយនេះជាឈ្មោះកុំព្យូទ័ររបស់ខ្ញុំនេះជា zone ដែលពួកខ្ញុំបានបង្កើតគឺមានគ្រប់ file ហើយនឹង themefile.com ចឹងយើងទៅ run មើល IP ទាំងអស់គ្នានេះជា server IP address របស់ DNS server របស់ពួកខ្ញុំហើយយើងទៅ check នៅក្នុង client window របស់យើងចង់ដឹងថា DNS server នឹងវាដូចគ្នាចឹងនេះជា IP គឺដូចគ្នាលោកគ្រូខ្ញុំឈ្មោះខៃប៊ុនថាខ្ញុំមក demo ចំណុចVPN server និង terminal server ដំបូងខ្ញុំនិយាយ VPN server គឺជា server ដែលបង្កើតការតបស្នងសុវត្ថិភាពរវាងកុំព្យូទ័រ client និងបណ្ដាញខាងក្នុងរបស់អ៊ីនធឺណិតឥឡូវយើងចូលមក demo វាយើងចូលមកកុំសិនជំរាបសួរលោកគ្រូខ្ញុំឈ្មោះខៃប៊ុនថាខ្ញុំមក demo ចំណុចVPN server និង terminal server អីគេជា VPN server VPN server គឺជា server ដែលបង្កើតការតបស្នងសុវត្ថិភាពរវាងកុំព្យូទ័ររបស់ client និងបណ្ដាញខាងក្រៅគឺអ៊ីនធឺណិតបន្តមកយើងចូល tool ចូល routing ដោយសារខ្ញុំបានបង្កើតហើយអស់ហើយគឺកន្លែងវាឃើញនឹងពិសេសបន្តមកចុចលើវាតមកយើងចូលទៅកន្លែង network ហើយខ្ញុំបានបង្កើតមួយឈ្មោះ VPN Themefile ដើម្បីយើងចូល connect ទៅវាឥឡូវខ្ញុំបង្កើតហើយឥឡូវបន្តមកខ្ញុំចូលទៅ client បន្តមកយើងចូលកន្លែង network តោះមកយើងអ្នក VPN ខ្ញុំបានបង្កើតខ្ញុំចូល connect ចូលទៅកន្លែងនោះចូលទៅใน VPN ចូលទៅใน VPN VPN server រួចរាល់យើងចូលដល់ terminal server terminal server
យើងកាត់មកសម្រាប់ឲ្យ user ចូលតាម ODP ឲ្យ user អាចប្រើប្រាស់ server តែមួយក្នុងពេលតែមួយបានច្រើនតែនៅលើ server តបមកយើងចូល tool យើងចូលហើយ Active Directory User and Computer គេសារខ្ញុំបង្កើតឲ្យ user ហើយខ្ញុំបង្កើតឲ្យឈ្មោះទុំដាណេបន្ទាប់មកយើងចូលទៅ remote ចូលឲ្យ client បើកឲ្យនេះមកឲ្យចុចឲ្យ Windows OS ចុចហើយ Windows OS ដាក់ឲ្យនេះIP alert D នឹង អូខេតមកយើងយកdomain របស់យើងវាយ .com ដាក់ password មែនទេ password ខុសទេច្រឡំហើយកន្លែងមិញនេះគេដល់យើង remote បានចូលកន្លែង Windows យើងចូលទៅឆែកមើលឈ្មោះ user ចូល Windows account ចូលទៅកន្លែង account នេះឲ្យទុំដាណេហើយតើចូលមកចំណុចបន្ទាប់ចឹងចំណុចបន្តទៀតយើងក្រុមរបស់ខ្ញុំនឹងធ្វើទៅលើ DHCP server ចឹងបើដំបូងយើងអត់មានទេគឺយើងត្រូវតឡើង add row and feature សិនតែកាយខ្ញុំបានធ្វើហើយអស់ហើយចឹងខ្ញុំចូលទៅបង្ហាញតែម្ដងចឹងដំបូងយើងចូល tool ជាស្រ័យគ្រូសាកុំព្យូទ័រកាំងពេកហើយយើងចូលDHCP ហើយជាឈ្មោះ server ជាឈ្មោះ server របស់កុំព្យូទ័ររបស់ខ្ញុំហើយតើតទៅនឹង scope អីគឺខ្ញុំបានបង្កើតហើយអស់ហើយចឹងខ្ញុំអត់បង្កើតទេសារវាយូរអានេះជា rank IP scope របស់ពួកខ្ញុំចឹងតើតទៅនឹង Ultra អីគឺក្រុមពួកខ្ញុំបាន connect ហើយអស់ហើយចឹងយើងទៅ check នៅក្នុង client អស់នេះចឹងនេះជា server DHCP របស់ពួកខ្ញុំដែលយើងបាន connect គ្នាហើយចំពោះ DHCP គឺមានតែប៉ុណ្្នឹងទេចឹងយើងចូលទៅចំណុចបន្តទៀតអញ្ចឹងមកដល់ចំណុចខ្ញុំពាក់ព័ន្ធទៅលើ SQL Server អញ្ចឹងខ្ញុំបាន install SQL Server នៅលើ database DC របស់ខ្ញុំអញ្ចឹងឥឡូវខ្ញុំចូលមក search នៅក្នុងកន្លែង search bar នេះចាំតិច
ចឹងមកដល់ចំណុចរបស់ខ្ញុំពាក់ព័ន្ធនឹងការ backup អញ្ចឹងខ្ញុំអាចselect file ណាមួយដើម្បីខ្ញុំចូលទៅ backup អញ្ចឹងខ្ញុំសូមselect file backup ហើយខ្ញុំចូលទៅកាន់ tool ហើយខ្ញុំចូលពាក្យថា Windows Server Backup អញ្ចឹងមកដល់នេះវានឹងសូមទាំងបែបនេះឲ្យយើងហើយយើងអាចចូលទៅកាន់ select នៅកន្លែង local backup ហើយយើងចូលទៅកាន់ backup 1កន្លែងនេះបើសិនជាយើង select your skip ជាស្នៃយើងអាច select លើ different option ហ្នឹងហើយយើងចុច next បន្ទាប់មកយើងចុច custom ទៅនេះបើយើងចុច full server វានឹង backup alternate របស់យើងនៅក្នុង server យើងអញ្ចឹងយើងយកតែ custom បាននេះយើងចុច next ចុច add item គឺ select ទៅលើ file យើងមានណាយើងចង់ backup អញ្ចឹងខ្ញុំ file ខ្ញុំចង់ backup ខ្ញុំយក file backup នេះ select ទៅលើវាទៅហើយយើងចុចថា OK តែបើយើងចុច next ថ្ងៃនេះអាចទៅលើ local drive ហើយយើងចុច next ហើយយើងចុចទៅលើ drive ដែលយើងចង់ backup ទៅយើងចុច drive D ហើយយើងចុច next អូខេយើងចុច backup អូខេអញ្ចឹងស្ទើរថាយើង complete ទៅយើងអាចធ្វើការ close បានអញ្ចឹងការ backup របស់ខ្ញុំមានតែប៉ុណ្្នឹងទេអញ្ចឹងបន្ទាប់តែនេះយើងអាចចូលទៅ check មក file យើងបានថា file យើង backup នេះយើងបានចូលទៅកាន់ drive ដែលយើងចង់ backup ហ្នឹងហើយចូលមក check បានចូលទៅកាន់អូខេគ្រូអញ្ចឹងចូលទៅដល់ចំណុចបន្តទៀតយើងធ្វើទៅលើ fail over cluster អញ្ចឹងដើម្បីធ្វើអានឹងបានទី1យើងត្រូវមាន server 2ហើយយើងត្រូវឡើងជាមួយនឹង DHCP ទៅទៅនឹង server ទី1យើងត្រូវមាន scope យើងត្រូវបង្កើត scope អីហើយនេះដូចតែខ្ញុំបង្ហាញលើកមុនហ្នឹង DHCP គឺខ្ញុំបានមាន scope ហើយតែជាមួយនឹង server មួយទៀតគឺយើងគ្រាន់តែត្រឡប់ DHCP ទេយើងអត់បង្កើត scope វានៅក្នុងហ្នឹងទេអញ្ចឹងគឺវាអត់មាន scope ទេអញ្ចឹងយើងដើម្បី configure យើងចូលក្នុង server main របស់យើងវិញយើងមកស្ដាំទៅលើ scope ក៏បានទៅលើ IPv4 នេះក៏បានអញ្ចឹងខ្ញុំយកមកស្ដាំទៅលើ scope ហើយយើងយក config failover អញ្ចឹងយើងចុច next ហើយកន្លែងហ្នឹងគឺយើង add server ហ្នឹងគឺ add ទៅកាន់ point ទៅកាន់ server ដែល server ទី2មិញហ្នឹងខ្ញុំផ្លេចមួយទៀតភាសាដើម្បី configure បានគឺ server 2ហ្នឹងត្រូវតែ join domain តែមួយហើយ network តែមួយ network ដូចគ្នាអញ្ចឹងយើង find server ហ្នឹងមកចាំតិចនេះជាឈ្មោះរបស់ computer វាបើយើងអត់ច្បាស់យើងអាចទៅមើលនៅក្នុងនេះបានយើងចូល local server មកនេះឈ្មោះ computer របស់យើងអញ្ចឹងនៅក្នុងនេះឈ្មោះវាត្រូវហើយយើងចុច OK មកហើយយើង OK ទៀតតមកយើងចុច OK ទៀតហើយយើងចុច next អញ្ចឹងការ demo របស់ក្រុមពួកខ្ញុំគឺមានតែប៉ុណ្្នឹងទេគ្រូអរគុណ